នៅក្នុងរឿងកិច្ចកម្មតធាននេះហេតុអ្វីបានជាលីមូវ៉ាន់និយាយថាអ្នកកុហកខ្ញុំទៅកាន់វ៉ងលីនបន្ទាប់ពីនាងបានដឹងខ្លួនឡើងមកវិញតើមកពីមុនហេតុអ្វីខ្លះនៅពេលដែលវ៉ងលីនបានប្រយុទ្ធជាមួយច្បាប់ឋានសួគ៌ជាលើកទី2លីមូវ៉ាន់បាននិយាយថាសិច្ចបងកុហកខ្ញុំទៅកាន់វ៉ងលីនបន្ទាប់ពីនាងបានដឹងខ្លួនឡើងមកវិញហ្នឹងហើយវាមានហេតុផលស្មុគស្មាញនៅពីក្រៅរឿងនេះដែលភាគច្រើនពាក់ព័ន្ធទៅនឹងផែនការរស់ឡើងវិញរបស់វ៉ងលីនដែលវាគឺជាជំនួសខាងកន្លងធម៌និងចរិតសប្បុរសរបស់លីមូវ៉ាន់ដើម្បីធ្វើឲ្យលីមូវ៉ាន់រស់ឡើងវិញវ៉ងលីនបានបញ្ចូលដួងព្រលឹងរបស់នាងចូលទៅក្នុងរាងកាយរបស់ទីរួមម្នាក់ឈ្មោះចៅរូដែលក្រុងថានៅឲ្យដួងព្រលឹងរបស់លីមូវ៉ាន់លេបព្រលឹងរបស់ចៅរូនៅពេលដែលនាងមានអាយុ16ឆ្នាំដើម្បីឲ្យលីមូវ៉ាន់រស់និងមានការចងចាំឡើងមកវិញនៅក្នុងដំណើរការនេះវ៉ងលីនបានកុហកលីមូវ៉ាន់ដោយធានាឲ្យនាងថាគេពិតជាមានវិធីដោះស្រាយគ្រប់យ៉ាងដែលមិនឲ្យនាងលេបដួងព្រលឹងរបស់ចៅរូឡើយប៉ុន្តែតាមពិតទៅនៅពេលលីមូវ៉ាន់ដឹងខ្លួនឡើងមកវិញនោះគឺនាងនឹងលេបដួងព្រលឹងរបស់ចៅរូទាំងស្រុងទៅហើយដែលនេះវាគឺជាការពិតដែលវ៉ងលីនមិនអាចជៀសវាងបាននៅក្នុងពិភពវឹកហាត់ការទៅដាំយករូបកាយរបស់អ្នកដទៃមកបែបនេះគឺថាបានចាត់ទុកថាជារឿងហាមឃាត់តែម្ដងដែលវានឹងបង្កឲ្យមានការសង្ស័យនិងការជាប់ពាក់ព័ន្ធកម្មផលជាច្រើនដែលនៅក្នុងនាមលីមូវ៉ាន់គឺជាគ្រូផលិតថ្នាំនិងជាគ្រូបង្កើតក្បួនការពីនេះលីមូវ៉ាន់មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីច្បាប់មូលហេតុនិងឥទ្ធិពលទាំងអស់នេះដែលនេះដឹងថាជីវិតរបស់មនុស្សគ្រប់រូបសុទ្ធតែមានតម្លៃហើយនេះដាច់ខាតមិនអាចលះបង់ជីវិតក្មេងស្រីចូលរូដែលមិនដឹងអីសោះនោះមកធ្វើជាធ្នូដោះដូរនឹងការកើតជាថ្មីរបស់នាងឡើយដើម្បីជួយឲ្យលីមូវ៉ាន់រស់ឡើងវិញវ៉ងលីនបានជ្រើសរើសផ្លូវមួយនេះដែលវាគឺជាផ្លូវមួយបំពេញទៅលើក្រមសីលធម៌របស់លីមូវ៉ាន់យ៉ាងខ្លាំងនៅពេលដែលនាងភ្ញាក់ឡើងនាងបានដឹងថាការរស់ឡើងវិញរបស់នាងគឺមានន័យថាជាការស្លាប់របស់ចូលរូហើយវ៉ងលីនបានលាក់បាំងការពិតនេះតាំងពីដើមមកដូច្នេះតែបានជានាងនិយាយថាសិច្ចបងកុហកខ្ញុំចំពោះលីមូវ៉ាន់គឺមានចិត្តសប្បុរសនិងមេត្តាខ្លាំងណាស់ដែលនៅក្នុងអំឡុងពេលវឹកហាត់នាងតែងតែមានចិត្តសប្បុរសនៅក្នុងចិត្តជានិច្ចដែលមិនខ្វល់ថាជាសង្គ្រាមនៅក្នុងនគរហួហ្វានឬនៅប៉ាឡូហាប៉ាហ្គៀនធីនឬក៏បាក់ផ្សេងទៀតទេគឺនាងមិនដែលទឹកចាន់ធ្វើបាបប្រជាជនស្លូតត្រង់ណាមួយឡើយដែលនាងតែងតែបែបបង្ហាញពីភាពសប្បុរសរបស់នាងរហូតហើយនៅក្នុងដំណើរការរស់នៅជាមួយចៅរូនេះលីមូវ៉ាន់បានមើលចៅរូធំឡើងបន្តិចម្ដងដូចនេះទឹកចិត្តជាម្ដាយរបស់នាងក៏បានកើតមានឡើងតាមអ្នកដូចគ្នាទៅដែលលីមូវ៉ាន់បានចាត់ទុកចៅរូគឺជាបុគ្គលមានជីវិតមួយរូបដែលនាងបានចាត់ទុកចៅរូប្រៀបដូចជាកូនរបស់ខ្លួនឯងអញ្ចឹងដែរដូចនេះតើនាងអាចទ្រាំចិត្តទៅលេបយកដួងព្រលឹងរបស់នាងបានដល់របៀបនេះចំពោះសេចក្តីសប្បុរសរបស់លីមូវ៉ាន់នេះមិនមែនជាការកើតមានឡើងតែមួយភ្លែតប៉ុណ្ណោះទេប៉ុន្តែវាគឺជាធាតុកំណើតរបស់នាងតែម្ដងនៅពេលដែលនាងបានរកឃើញការរស់ឡើងវិញរបស់នាងគឺផ្អែកទៅលើការស្លាប់របស់ចៅរូហើយវ៉ងលីនបានកុហកនាងការជឿចាំនឹងការខកចិត្តនៅក្នុងចិត្តរបស់នាងបានធ្វើឲ្យនាងនិយាយថាសិច្ចបងកុហកខ្ញុំចំពោះសេចក្តីស្រឡាញ់របស់លីមូវ៉ាន់ចំពោះវ៉ងលីនគឺជ្រាលជ្រៅនិងមិនគិតពីប្រយោជន៍របស់ខ្លួនឡើយនាងដឹងថាប្រសិនបើនាងរស់ឡើងវិញដោយសារតែការលេបយកដួងព្រលឹងរបស់ចៅរូនោះវ៉ងលីនប្រកាន់ជាដាក់ជាប់នៅសមោដែលមិនអាចបំភ្លេចបានហើយវានឹងខ្លាំងទៅជាស្នាក់ស្នាមរស់នៅក្នុងចិត្តរបស់គេជាមិនខានវ៉ងលីនបានតាំងចិត្តថានឹងជួយនាងឲ្យរស់ឡើងវិញហើយគេសុខចិត្តប្រយុទ្ធប្រឆាំងជាមួយនឹងច្បាប់ឋានសួគ៌ប៉ុន្តែនាងមិនចង់ឲ្យការឆ្លងវិញមួយនេះខ្លាំងទៅជាឧបសគ្គនៅលើផ្លូវនៃការបង្ខិតរបស់វ៉ងលីននិងប៉ះពាល់ទៅដល់អនាគតរបស់គេឡើយដូច្នេះនៅពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងមកហើយបានដឹងនៅរឿងពិតគ្រប់យ៉ាងនោះនាងក៏បានជ្រើសរើសបោះបង់ចោលនូវការរស់ឡើងវិញជាមួយគ្នានេះនាងក៏មានការសោកស្ដាយចំពោះការកុហកបោកប្រាស់របស់វ៉ងលីនផងដែរព្រោះនាងសង្ឃឹមថាវ៉ងលីនអាចគោរពទៅដល់ជីវិតដែលមិនមែនដើម្បីទៅជួយនាងឲ្យរស់ឡើងវិញហើយបំពេញទៅលើមនសិការរបស់ខ្លួនគេអញ្ចឹងទេជាការពិតណាស់ការស្លាប់របស់លីមូវ៉ាន់គឺបណ្ដាលមកពីការអស់នៃអាយុជីវិតរបស់នាងនិងការលំបាកនៅក្នុងការបំបែកកម្រិតវឹកហាត់នាងដឹងយ៉ាងច្បាស់ថាការកាន់កាប់រាងកាយរបស់អ្នកផ្សេងដែលបង្ខំបែបនេះមិនត្រឹមតែធ្វើឲ្យខ្លួននាងស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ធ្ងន់ធ្ងរដែលគ្មានផ្លូវបកក្រោយតែប៉ុណ្ណោះទេប៉ុន្តែក៏ឯណាមកនៅបញ្ហាមិនចេះចាំមិនចេះហើយដល់វ៉ងលីនដូចគ្នាការលះបង់ការរស់ឡើងវិញរបស់នាងក៏ជាការសម្រាប់សម្រួលជាមួយនឹងច្បាប់ឋានសួគ៌ផងដែរនាងមិនសុខចិត្តទៅប្រយុទ្ធប្រឆាំងជាមួយនឹងច្បាប់ឋានសួគ៌ដែលបង្ខំហើយបង្កឲ្យមានវិបត្តិកាន់តែខ្លាំងឡើងអញ្ចឹងទេការកុហករបស់វ៉ងលីនបានធ្វើឲ្យនាងមានអារម្មណ៍ថានាងត្រូវបានគេរក្សាទុកនៅក្នុងទីងងឹតហើយបានក្លាយទៅជាឧបករណ៍សម្រាប់វ៉ងលីនដើម្បីប្រយុទ្ធប្រឆាំងទៅនឹងច្បាប់ឋានសួគ៌នេះធ្វើឲ្យនាងមានអារម្មណ៍ថាឆន្ទៈរបស់នាងត្រូវបានគេមិនអើពើដែលនេះតែបានជានាងនិយាយទៅវ៉ងលីនថាសិច្ចបងកុហកខ្ញុំនឹងឯង